ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំនាំលោកគ្រូអ្នកគ្រូមកធ្វើ Google Form បង្កើត Google Form តាមទូរស័ព្ទទាំងអស់គ្នាអញ្ចឹងដំបូងយើងចុចចូលទៅ Safari ឬក៏តាម browser ផ្សេងៗបន្តទៅយើងចុចទៅ Google បន្ទាប់ពីចុច Google ហើយយើងបានឃើញចំណុចកន្លែងនេះគឺយើងចុចកន្លែងដូចសញ្ញាកម្មវិធីនឹងហើយយើង scroll មកចុះមកក្រោមមកនឹងឃើញពាក្យថាតម្រងបែបបទដែលជាភាសាអង់គ្លេសដាក់ថា Google Formនៅពេលនេះគឺយើងមិនបាច់ខ្វល់ពីអ្វីផ្សេងទេគឺយើងអាចចុចសញ្ញាបូកនឹងតែម្ដងដើម្បីបង្កើតទម្រង់ថ្មីដើម្បីបង្កើត form ថ្មីណាដោយកន្លែង title នេះគឺយើងដាក់កិច្ចការផ្ទះទៅលោកគ្រូអ្នកគ្រូបាទកិច្ចការផ្ទះខ្ញុំសូមលុបកន្លែងអក្សរអង់គ្លេសចោលណាដោយសារតែដំបូងឡើយគឺតម្រូវឲ្យយើងបញ្ចូលលោកគ្រូគាត់តម្រូវឲ្យយើងដាក់ថាបញ្ចូលឈ្មោះអញ្ចឹងកន្លែងសំណួរបងប្អូនងាកមកមើលលោកគ្រូអ្នកគ្រូងាកមកមើលកន្លែងនេះគឺឃើញសំណួរអញ្ចឹងយើងដាក់ទៅ untitled សំណួរហ្នឹងគឺយើងបង្កើតសំណួរកន្លែងហ្នឹងមកបាទលុបអាហ្នឹងចោលហើយយើងដាក់សំណួរទៅសំណួរហ្នឹងគឺដាក់បញ្ចូលឈ្មោះឬក៏យើងដាក់តែឈ្មោះចេះមកបាទអូខេអញ្ចឹងឈ្មោះកន្លែងហ្នឹងហើយយើងឃើញកន្លែងនេះគឺ option 1អញ្ចឹងអត់ទេបងប្អូនយើងត្រូវការបដូរវាទៅជា short answer អញ្ចឹងយើងចុចកន្លែងនេះមកចុចមកដល់ពេលចុចមកយើងដាក់ short answer ខាងលើគេនេះអញ្ចឹងដល់ពេល short answer ហ្នឹងគឺយ៉ាងម៉េចបងប្អូនអាច preview មើលបានលោកគ្រូអ្នកគ្រូចុចកន្លែងផ្នែកហ្នឹងមកឃើញហើយអញ្ចឹងឈ្មោះគឺយើងអាចបញ្ចូលឈ្មោះបានណាគឺយើងអាចបញ្ចូលឈ្មោះបានខ្ញុំសូមបិទវិញហើយខ្ញុំទៅបើកតម្រងរបស់យើងបន្ទាប់ពីបានឈ្មោះហើយគឺយើងត្រូវការប្រើពាក្យ require ដើម្បីឲ្យតើតែបំពេញឈ្មោះបានអាចទៅមុខបានអញ្ចឹងចុចបូកមួយទៀតមកដាក់ថានេះដល់ពេលដែលយើងបូកមួយទៀតគឺយើងបានមួយទៀតហើយអានេះគឺអូខេហើយប៉ុណ្ណេះយើងបូកមួយទៀតគឺយើងដាក់ថាថ្នាក់ជ្រើសរើសថ្នាក់អញ្ចឹងយើងដាក់ថ្នាក់ទៅហើយកន្លែងនេះគឺយើងចុចជ្រើសរើសថានេះកន្លែងនេះយើងចុចថា drop down ដោយសារតែយើងត្រូវការថ្នាក់ច្រើនណាបងប្អូននេះ drop down លោកគ្រូអញ្ចឹងនៅពេលដែល drop down យើងចុចកន្លែង option 1ហ្នឹងមកយើងបដូរវាទៅដាក់ថាថ្នាក់ទីម៉ានឧទាហរណ៍ទី1ថ្នាក់ទី2ទៀតមកបាទadd បន្ថែមមកទី2ទី3បាទបន្តមកទី4អញ្ចឹងមករហូតទី5ស្រេចតែយើងបញ្ចូលដល់ថ្នាក់ទី6អញ្ចឹងទៅណាឬក៏បញ្ចូល7ទៀតក៏បានដែរកន្លែងនេះដូចគ្នាគឺយើងចុច require ដូចគ្នាហើយយើង preview មើលអូខេ preview មើលពេលដែលយើងឃើញថ្នាក់ណាឃើញថ្នាក់គឺគេឲ្យជ្រើសរើស choose អញ្ចឹងយើងចុចទៅ select ជ្រើសរើសថ្នាក់ណាទៅអូខេនេះគឺជាអត្ថប្រយោជន៍នៃ drop down នៃយើងចុចខ្វែងចោលយើងចុចចូលបន្តមកទៀតត្រូវការជ្រើសរើសអីបង្កើតអីមួយទៀតបងប្អូនកន្លែងហ្នឹងគឺលោកគ្រូចង់ឲ្យយើងបង្កើតថា page ដាក់ page អញ្ចឹងជ្រើសរើស page មកយើងដាក់ជ្រើសរើស page បាទខ្ញុំសុំលឿនបន្តិចព្រោះវាវែងពេកដល់អញ្ចឹងចំណាយពេលវេលាច្រើនណា C space បាទអញ្ចឹងជ្រើស page យើងដាក់ option 1ដាក់ page អីគេដាក់ page ស្រីអធិស្ឋានគឺប្រុសអញ្ចឹងមកបាទបន្តមកទៀតគឺយើងអាចបន្ថែមទៀតមកនេះគឺយើង add option ទេបាទ add option 2នេះ option 2នេះគឺយើងដាក់ថាpage ស្រីហើយកន្លែងadd សញ្ញាពណ៌នេះបងប្អូនដល់លោកគ្រូអ្នកគ្រូនេះពណ៌រាងខៀវនេះគឺយើង add មកបានន័យថាគេអាចបញ្ចូល answer របស់គេបានថា page អីផ្សេងបានអញ្ចឹងបន្តមកទៀតគឺយើងចុច request ហើយយើងអត់ដូរនេះទេបាទអត់ដូរទេនិយាយអញ្ចឹងបើយើងនឹងឲ្យយើងអត់បដូរទេគឺយើងឲ្យគាត់ជ្រើសរើសហើយចុច require មកបន្ទាប់ទៅទៀតគឺចប់ section 1លោកគ្រូគាត់ចង់ឲ្យយើងបាន section ធ្វើ section 2បន្ទាប់ពីអាហ្នឹងទៅបានន័យថានេះបងប្អូនលោកគ្រូអ្នកគ្រូបាទយើង preview មើលទៅបន្ទាប់ពីគាត់ធ្វើកិច្ចការហ្នឹងទៅអត់ load សញ្ញា submit ទៅនេះទេតែ load next បានន័យថាយើងបន្តទៅមុខទៀតអូខេអញ្ចឹងយើងចុចខ្វែងកន្លែងហ្នឹងវិញហើយបង្កើត section ថ្មីនេះកន្លែងនេះ section 2ដែលកន្លែងហ្នឹងគ្រូគាត់ដាក់ថាកំណត់បន្ទុកណាអញ្ចឹងខ្ញុំដាក់ថាសូមឆ្លើយសំណួរឬក៏ឆ្លើយសំណួរបាទអញ្ចឹងឆ្លើយសំណួរខ្ញុំក៏អត់មានដាក់អីញ៉ៃច្រើនណាស់ខ្ញុំគ្រាន់តែ add នេះមកបាទ add កន្លែងហ្នឹងណា add កន្លែងហ្នឹងខ្ញុំដាក់សំណួរតែម្ដងមួយណាជាផ្កាមួយណាជារុក្ខជាតិអញ្ចឹងទៅអញ្ចឹងខ្ញុំនឹងដាក់ជ្រើសរើសចម្លើយហើយសំណួរនេះបញ្ជាក់ជូនបងប្អូនលោកគ្រូអ្នកគ្រូផងដែរថាលោកគ្រូត្រូវការចម្លើយតែមួយទេដែលត្រឹមត្រូវអញ្ចឹងយើងចុចមួយណាជារុក្ខជាតិយើងដាក់ថាក្របី
ក្រប 3 បន្តមកទៀត enter មួយមកដាក់ថាត្រីផ្កាអូខេអញ្ចឹងខ្ញុំសូមដាក់តែ3ទេប៉ុន្តែធ្វើយ៉ាងម៉េចដើម្បីឲ្យជ្រើសរើសថាចម្លើយមួយណាជាចម្លើយត្រឹមត្រូវឬក៏យើងនិយាយបានថាឲ្យជ្រើសរើសបានចម្លើយតែមួយដែលត្រូវលោកគ្រូអ្នកគ្រូគាត់នៅចុចចូលមកកន្លែង setting មកបន្តមកទៀតយើងចុចថានេះកន្លែងនេះ make this a quiz ចេញចុចបើកអាហ្នឹងមកបើកហ្នឹងយើងបន្តមក question យ៉ាងវិញដល់ពេលនេះយើងនឹងឃើញថានៅខាងក្រោមកន្លែងនេះគឺបង្ហាញពាក្យថា answer អញ្ចឹងលោកគ្រូអ្នកគ្រូចុច answer key មកចុច answer key លោកគ្រូអ្នកគ្រូអាចដាក់បន្ទុកឲ្យបានឧទាហរណ៍ថាខ្ញុំឲ្យ5បន្ទុកចា5បន្ទុកអញ្ចឹងគេឲ្យ tick ចម្លើយដែលត្រឹមត្រូវអញ្ចឹងមួយណាជារុក្ខជាតិយើង tick ផ្កាមក tick ផ្កាហើយយើងចុច done បាទអញ្ចឹងយើងសាក preview មើលនេះឥឡូវយើងធ្វើកិច្ចយើងតើតែបញ្ចូលឈ្មោះសិនកឋានៈទី3ប្រុសហើយចុច next ដល់ចុច next គេនឹងសួរសំណួរថាតើមួយណាជារុក្ខជាតិអញ្ចឹងយើងអាច select យកត្រីឬក៏ផ្កាស្រេចតែចិត្តយើងទៅណាអូខេអញ្ចឹងយើងខ្វែងចោលសិនព្រោះការងាររបស់យើងអត់ទាន់ហើយទេអញ្ចឹងយើងចូលមកដល់សំណួរទី2ដែលលោកគ្រូគាត់ឲ្យយើងសួរសំណួរជ្រើសរើសចម្លើយច្រើនចម្លើយបានន័យថាសំណួរតែមួយទេប៉ុន្តែចម្លើយច្រើនអញ្ចឹងយើងបង្កើតអូកន្លែងនេះខ្ញុំភ្លេចប្រាប់បងប្អូនលោកគ្រូនេះឲ្យកន្លែងនេះចុច require ផងដើម្បីតើតែគាត់ធ្វើឲ្យបានគាត់អាចទៅមុខបានអញ្ចឹងយើងចុច add មកមួយទៀតសំណួរចេញមកមួយទៀតណាអញ្ចឹងអាសំណួរនេះគឺដាច់ដោយឡែកហើយអញ្ចឹងយើងមានមកសំណួរទៀតហើយអញ្ចឹងលោកគ្រូអ្នកគ្រូបញ្ចូលសំណួរទៀតទៅតើតើតើសត្វក្រប3តើសត្វក្រប3ស៊ីអ្វីបានស៊ីអីបានអញ្ចឹងណាស៊ីអ្វីបានខ្លះកន្លែងហ្នឹងគឺខ្ញុំចេះតែដាក់ធ្វើទេបងប្អូនលោកគ្រូអ្នកគ្រូបាទហើយយើងមកកន្លែងកន្លែងនេះគឺយើងបដូរថាដាក់ទៅ check box បានន័យថាចម្លើយមានច្រើនអញ្ចឹង box ទី1របស់យើងឧទាហរណ៍ថាយើងដាក់បាយអូខេស្មៅទឹកកំភ្លើងយន្តអីចឹងទៅបាទអញ្ចឹងយើងបានប៉ុណ្ណឹងហើយសួរថាយើងធ្វើយ៉ាងម៉េចទៀតគឺយើងចុច answer key បន្ទាប់មកយើងឲ្យបន្ទុកថា10អីទៀតទៅហើយយើង tick ចម្លើយណាដែលត្រឹមត្រូវបាទអញ្ចឹងយើង tick ចម្លើយត្រឹមត្រូវគឺស្មៅនឹងទឹកហើយចុច done មួយទៀតបន្តមកទៀតជំរើសចុងក្រោយមិនមែនជំរើសចុងក្រោយទេគឺសំណួរទី3សំណួរចុងក្រោយណាលោកគ្រូចង់ឲ្យយើងបង្កើតសំណួរមួយនេះបង្កើតសំណួរមួយទៀតណាសំណួរថ្មីមួយទៀតហើយសរសេរចម្លើយចូលកន្លែងនេះគឺយើងដាក់ថាតើអ្នកចូលចិត្តប្រាសាទបុរាណដែរឬទេព្រោះអ្វីណាចឹងហើយបានប៉ុណ្ណឹងហើយនេះស្អីនេះគ្រូបានប៉ុណ្ណឹងហើយគឺយើងត្រូវជ្រើសរើសផ្លាស់ប្ដូរឡើងនេះផ្លាស់ប្ដូរមកដាក់ថា short answer ដើម្បីឲ្យគាត់ឆ្លើយណានេះ short answer កន្លែងនេះគឺយើងអាចដាក់ answer អីបានទេណាយើងអាចដាក់បន្ទុកឲ្យគាត់បានប៉ុន្តែយើងអាចដាក់ answer កន្លែងហ្នឹងឯងបានតែ feedback បានអីចឹងទៅណានេះ add answer feedback អីចឹងទៅនេះដាក់កន្លែងនេះព្រោះនេះគឺសំណួរយ៉ាងបើកដែរណាអូខេអញ្ចឹងយើងបានប៉ុណ្ណឹងណាលោកគ្រូអ្នកគ្រូបានប៉ុណ្ណឹងហើយកន្លែងនេះសូមកំណត់បន្ទុកឲ្យគាត់តែហ្មងទៅតែយើងអាចកំណត់បានអត់ណាឈប់ខ្ញុំសូមសាកសិន10បន្ទុកអញ្ចឹងសំណួរក្រោមហ្នឹងក៏10បន្ទុកដែរអញ្ចឹងយើងបានប៉ុណ្ណឹងហើយលោកគ្រូអ្នកគ្រូគឺសំណួររបស់គាត់ត្រូវការយ៉ាងម៉េចទៀតគឺយើងត្រូវការ share link បានន័យថានេះចុច share link នេះណាប៉ុន្តែ link ហ្នឹងវាអត់ទាន់ public អញ្ចឹងសួរថា copy បានទេអត់បានទេអញ្ចឹងយើងត្រូវ public វាសិន public កន្លែងនេះអូខេទៅហើយអញ្ចឹងកន្លែងនេះ load public ហើយ link កន្លែងនេះគឺយើងអាច copy ផ្ញើទៅឲ្យលោកគ្រូឬក៏ផ្ញើឲ្យសិស្សដែលគាត់ត្រូវធ្វើនិយាយទៅគឺអ្នកដែលធ្វើកិច្ចការរបស់យើងឧទាហរណ៍ខ្ញុំជាសិស្សខ្ញុំត្រូវបើក link មួយហើយខ្ញុំ
copy link នឹងទៅណាចឹងខ្ញុំធ្វើកិច្ចការរបស់យើងមួយនឹងបាទខ្ញុំជ្រើសរើសថ្នាក់ទី4 Pro next បន្តមកទៀតគេសួរថាតើមួយណាជារុក្ខជាតិអញ្ចឹងយើងចុចផ្កាមកហើយគេសួរថាតើសត្វក្របីស៊ីអីបានខ្លះជួយចុចមិនដែរណាវាស៊ីបាយទេវាស៊ីស្មើនឹងទឹកត្រូវហ៎អញ្ចឹង answer ណាចូលចិត្តសាបុរាណទេយើងដាក់ចូលចិត្តអញ្ចឹងមកព្រោះអីចឹងមកគ្រូអ្នកគ្រូដាក់ទៅបាទខ្ញុំខ្ជិល save វិញខ្លាចវែងវីដេអូចុច submit មកបន្ទាប់ពី submit ហើយយើង view score មើលបានបន្ទុនៅបានតែ15ឯណាព្រោះបន្ទុនេះអត់ត្រូវបាទអត់ត្រូវព្រោះយើងអត់បានដាក់ចម្លើយគ្រូអ្នកគ្រូអត់បានដាក់ចម្លើយឲ្យត្រូវចឹងណាហើយដាក់ចម្លើយទៅក៏វាអត់បានអញ្ចឹងយើងគូតែកុំដាក់បន្ទុហ្មងទៅកន្លែងហ្នឹងណាអធិស្ឋានហើយយើងចុចមកមើលកន្លែងកិច្ចការដែលយើងបង្កើតមកចឹងមកដល់កន្លែងនេះគឺលោកគ្រូអ្នកគ្រូឃើញលោតលេខ1វាឲ្យ response វាបង្ហាញ response បានន័យថាមានអ្នកធ្វើកិច្ចការនឹងមួយហើយចឹងបន្ទាប់មកលោកគ្រូគាត់ឲ្យយើងចូលទៅ Google Sheet នេះស្រួលទេគាត់តែ link ចូល Google Sheet មកហើយយើងបង្កើតមកថាកិច្ចការផ្ទះយើងលុបអានឹងចោលយើងដាក់កិច្ចការផ្ទះមកព្រោះលោកគ្រូគាត់ឲ្យយើងធ្វើកិច្ចការផ្ទះបាទការផ្ទះអូខេបន្ទាប់មកបានចឹងហើយគឺយើងចុច create ហើយយើងចូលទៅមើលគឺអូខេចុចបើកមកបាទបើកកន្លែងហ្នឹងមកឃើញនេះឃើញទេថ្នាក់ទី4នេះគាត់ដាក់បាននេះឃើញទេបាទឃើញហើយឃើញនេះអញ្ចឹងលោកគ្រូបន្តមកទៀតគាត់ឲ្យធ្វើអីគឺគាត់ឲ្យយើង download អញ្ចឹងយើងចុចពាក្យ file បន្តមកទៀតចុចពាក្យថា download នេះស្រ័យមាញ់ប៉ះដៃនេះកន្លែង download ណាចុច download មកហើយចុចពាក្យថា Microsoft Excel បាទអញ្ចឹងនៅពេលដែលយើងចុចហើយគឺវាឲ្យ download ហើយយើងចុច download មកបាទនេះចូលកិច្ចការផ្ទះរបស់យើងអូខេការងារគឺមានតែប៉ុណ្ណឹងទេលោកគ្រូអ្នកគ្រូបាទ